តាអ្នកដឹងរឿងនេះទេនៅពេលដែលនរណាម្នាក់ត្រូវបានគេរិះគន់អស់រយៈពេលយូរ IQ របស់ពួកគេពិតជាអាចធ្លាក់ចុះមិនមែនដោយសារតែពួកគេមិនសូវឆ្លាតនោះទេប៉ុន្តែដោយសារតែខួរក្បាលរបស់ពួកគេភ័យខ្លាចបន្តិចម្ដងហើយចូលទៅក្នុង survival mode របៀបរស់រានមានជីវិតមនុស្សមួយចំនួនកាន់តែត្រូវបានគេស្រែកដាក់ពួកគេមានប្រតិកម្មកាន់តែយឺតការចងចាំរបស់ពួកគេកាន់តែខ្សោយការនិយាយរបស់ពួកគេចាប់ផ្ដើមរអាក់រអួលហើយទំនុកចិត្តរបស់ពួកគេក៏រសាត់បាត់ទៅពីខាងក្រៅមនុស្សគ្រប់គ្នានិយាយថាពួកគេកំពុងដើរថយក្រោយឬមិនយល់វាទឹកដោះពពែម្សៅដាណាឡាជួយបង្កើននិងជំរុញដល់មុខងារនៃប្រព័ន្ធភាពស៊ាំតែនៅខាងក្នុងខួរក្បាលរបស់ពួកគេមានសម្លេងរោកំពុងបន្លឺឡើងឥតឈប់ឈរនៅក្នុងស្ថានភាពនោះអតិភិបកម្ពូលរបស់ខួរក្បាលមិនមែនជាការគិតទេវាគឺជាការរស់រានមានជីវិតដូច្នេះពួកគេចាប់ផ្ដើមខ្លាចកំហុសខ្លាចការនិយាយចេញមកខ្លាចត្រូវបានគេកំណត់គោលដៅម្ដងទៀតរាល់សំណួរគេមានអារម្មណ៍ដូចជាការសាក់លបងរាល់ការប៉ុនប៉ងគេមានអារម្មណ៍ថាដូចជាហានិភ័យវាមិនមែនថាពួកគេមិនអាចធ្វើបានទេវាគឺថាពួកគេមិនហ៊ានធ្វើយូរទៅខួរក្បាលរៀនច្បាប់មួយកិត្តតិចត្រូវគេស្រែកដាក់ឲ្យបន្តិចការដកខ្លួនចេញនេះមើលទៅដូចជាការធ្លាក់ចុះបញ្ញាប៉ុន្តែវាពិតជាអាចការពារខ្លួនឯងអ្វីដែលពិតជានាំមនុស្សម្នាក់ឲ្យត្រឡប់មករកភាពច្បាស់លាស់វិញមិនមែនជាការរិះគន់ដ៏ខ្លាំងនោះទេវាគឺជាការបញ្ឈប់ការធ្វើឲ្យពួកគេអាម៉ាស់មុខអនុញ្ញាតឲ្យមានការបង្កើតកំហុសខ្លះនិងការផ្ដាល់ការគោរពតែអ្នកធ្លាប់ឃើញនរណាម្នាក់ដែលត្រូវបានគេស្រែកដាក់រហូតធ្វើឲ្យខ្លាចលែងហ៊ានគិតដែរឬទេប្រិមត្តគ្រាន់តែចូលទៅកាន់ app ធនាគារ ABA ចុចលើពាក្យ service បន្ទាប់មកអូសរកកម្មវិធី app របស់ eBook Cambodiaចំណាយប្រាក់ស្មើនឹងកាហ្វេមួយកែវអាចស្ដាប់សៀវភៅបានរហូតដល់300ក្បាលឥតដែនកំណត់តោះបើមានចម្ងល់ផ្សេងៗសូម comment Yes